ថ្ងៃនេះក្រុម U12 របស់អង្គរ Tiger Football School បាននាំគ្នាទៅប្រកួតប្រជែងដើម្បីប្រជែងសមត្ថភាពរៀងៗខ្លួនដើម្បីទទួលមេដាយប៉ុន្តែប្រកួតតែ4x4 ទេមានន័យថា4នាក់ទល់4នាក់បងប្អូនអើយការប្រកួតនៅ start អង្គរ Tiger អាកាសធាតុល្អបរិសុទ្ធហើយថ្ងៃនេះផងផ្ទៃមេឃស្រទុំអនុគ្រោះឲ្យមែនទែនដល់ពេលរួចទៅនេះបងប្អូនប្រកួតចប់មានអីអ្នកទទួលរង្វាន់គឺមាន3នាក់លេខ1លេខ2និងលេខ3ដល់ពេលរួចទៅបងប្អូនឃើញអត់សិស្សនេះមានគ្នាចំនួនប្រហែលជាជិត60នាក់ចឹងទៅមានការប្រកួតប្រជែងសមត្ថភាព4ហើយ4ទៀត4ហើយ4ទៀតដូរតារាងគ្នាប្រកួតដូរគ្នាទៅវិញទៅមកដូរដៃគូទៅវិញទៅមកដើម្បីជ្រើសរើសពិន្ទុណាដែលល្អនិងខ្ពស់ជាងគេមានអីបងប្អូនអើយសែនសប្បាយរីករាយមែនទែនដែលកូនប្រុសខ្ញុំទួនកឹមហត់បងប្អូនមានណាគាត់នឹងបានคล้ายជាជ័យលាភីលេខ1ម្ដងទៀតហើយគឺការប្រកួតសូមគោរពអញ្ជើញអ្នកទទួលរង្វាន់មាន13នាក់ដូច្នេះគឺបានទៅលើកូនប្រុសរបស់ខ្ញុំពាក់លេខ10ឈ្មោះទួនគំហាត់ពិតជាសប្បាយចិត្តមែនទែនចឹងណាបងប្អូនកុំបន្ទោសកូនអីកូនណាក៏ដោយការប្រកួតលេងដំបូងគឺវាមានសភាពអន់ថយឬមានការរីកចម្រើនបន្តិចម្ដងអញ្ចឹងណាបងប្អូនអញ្ចឹងទៅបានថាយើងទាំងអស់គ្នាត្រូវការជួយគ្នាណាបងប្អូនដើម្បីបណ្ដុះគំនិតពួកគាត់តែខ្ញុំភ្លេចមិញគឺមានអ៊ុយ10មួយទៀតនេះគឺវគ្គទី1គឺអ៊ុយ10បានទទួលរង្វាន់ដូចគ្នាដែរនឹងទទួលមេដាយចឹងទៅយើងលើកទឹកចិត្តកូនកុំបន្ទោសកូនប្រឹងលេងប្រឹងអីលើកទឹកចិត្តទៅការខិតខំប្រឹងប្រែងវាគង់តែបានសម្រេចចឹងទៅនេះអ៊ុយ10គាត់បានឡើងទទួលពានរង្វាន់ហើយគឺមាន3នាក់លេខ1លេខ2ហើយនិងលេខ3ចឹងទៅអ្នកដែលមិនបានទទួលរង្វាន់ក៏កុំខកចិត្តដែរព្រោះអីការប្រកួតកីឡាគឺមានពិន្ទុតិចនិងច្រើនឈ្នះនិងចាញ់យើងត្រូវទទួលស្គាល់និងខិតខំប្រឹងវឹកហាត់បន្តទៀតពីមួយថ្ងៃទៅមួយថ្ងៃណាបងប្អូនណាសម័យនេះណាជឿនលឿនខ្លាំងណាបងប្អូនពេលជឿនលឿនខ្លាំងយើងម្នាក់គិតប្រឹងប្រែងធ្វើម៉េចដើម្បីឲ្យតកូនទាទូរស័ព្ទម្នាក់មួយដល់ពេលអញ្ចឹងទៅគឺគាត់ម្នាក់វក់ទៅនឹងហ្គេមឯងគិតវក់ទៅនឹងហ្គេមឯងដល់ពេលអញ្ចឹងទៅគិតភ្លេចណែរៀនសូត្រអស់វក់លេងដឹងខុសត្រូវម៉ែឪប្រើពិបាកអញ្ចឹងទៅយើងនាំគ្នាបដោះកូនយើងទាំងអស់ឲ្យគាត់បែរយកពេលវេលាទៅជាកីឡាវិញកីឡាណាដែលគាត់ចូលចិត្តមិនថាកីឡាបាល់ទាត់បាល់បោះបាល់ទះអត្តពលកម្មវាយសីដូច្នេះគឺយើងបំបែទិសដៅកូនដើម្បីឲ្យគាត់ទៅស្រឡាញ់កីឡាយកពេលវេលាដែលគាត់ទំនេរមួយថ្ងៃឬក៏2ថ្ងៃឬគឺមួយអាទិត្យដើម្បីឲ្យគាត់ទៅវឹកហាត់កីឡាវិញចំណុចមួយទៀតគឺធ្វើឲ្យសុខភាពគាត់ល្អរាងកាយរឹងមាំគឺគាត់មានគឺពិតមែនចំណុចនឹងខ្ញុំទទួលស្គាល់ថាកាលដែលគាត់អត់មានកីឡានៅក្នុងខ្លួនគឺគាត់ឈឺច្រើន